សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីដើម្បីចែកជូនអ្នកនរគ្នាទៀតហើយអញ្ចឹងសម្រាប់វីដេអូនេះដែរគឺជាវីដេអូទី4របស់យើងហើយសម្រាប់នៅក្នុង channel របស់ខ្ញុំអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំចង់មកបរៀនអ្នកនរគ្នាដាក់ទៅលើ MA ដើម្បីងាយស្រួលកំណត់ទៅលើទិសដៅដើម្បីយើងងាយស្រួលក្នុងការវិភាគទៅលើផ្សារអញ្ចឹងណាអញ្ចឹងរបៀបនៃការដាក់ MA នេះគឺងាយស្រួលទេអ្នកនរគ្នាគ្រាន់តែចូលជាមួយនឹងកម្មវិធី MT5 របស់យើងមកអ្នកនរគ្នាឃើញបែបហ្នឹងណាអញ្ចឹងពេលដែលយើងឃើញបែបហ្នឹងហើយអ្នកនរគ្នាក៏លេខមកមើលខាងលើនេះបាទអ្នកនរគ្នាក៏លេខមកមើលខាងលើនេះបាទអាកន្លែងកណ្ដាលគេហ្នឹងណាបាទអញ្ចឹងយើងចុចលើវាមកវាចេញមកបែបនេះអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដាក់ MA អ្នកនរគ្នាគ្រាន់តែចុចសញ្ញាបូកនេះមកបាទវានឹងលោតឲ្យហើយវានឹងលោតឲ្យជាមួយនឹង audience ជាច្រើនដែលមាននៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវដាក់នោះគឺយើងដាក់តែ MA ទេអញ្ចឹងនេះអ្នកនរគ្នារើសហ្នឹងមកបាទចុចហ្នឹងមកអញ្ចឹងសម្រាប់ខ្សែ MA របស់យើងគឺយើងមាន4 option អញ្ចឹងទី1អ្នកនរគ្នាត្រូវកំណត់ទៅលើកន្លែងនេះកំណត់តាមខ្ញុំណាអញ្ចឹងយើងដាក់កន្លែងហ្នឹង50មកបាទហើយអានេះគឺយើងអត់ធ្វើអីទេហើយអ្នកនរគ្នារើសនេះចុចអានេះចុចកន្លែងហ្នឹងមកអញ្ចឹងវាឃើញ4 option អញ្ចឹងយើងត្រូវដាក់ទាំង4ហ្នឹងតែម្ដងអញ្ចឹងទី1យើងយកទី1មកហើយបន្ទាប់មកគឺយើងហើយយើងដាក់ខ្សែពណ៌វាមកអ្នកនរគ្នាចង់លេងពណ៌អីក៏បានដែរអញ្ចឹងខ្ញុំរីកខមមិនដល់ពណ៌ក្រហមទៅដើម្បីងាយស្រួលមើលនេះច្រឡំនេះយើងដាក់50អូខេយើងដាក់50ជាងមកបន្ទាប់មកអ្នកនរគ្នាចុច save មកនេះ save លើនឹងមកអូខេឃើញហើយយើងបានខ្សែ MA មួយឥឡូវយើងត្រឡប់មកមើលផ្សាររបស់យើងវិញនេះអញ្ចឹងយើងបានខ្សែ MA មួយណាអញ្ចឹងយើងទៅធ្វើបែបហ្នឹងទៀតមកធ្វើ3ទៀតនោះអញ្ចឹងអ្នកនេះចុចកន្លែងហ្នឹងអដែលយើងរកកន្លែង MA អដែលហើយបន្ទាប់មកយើងដាក់ដូរកន្លែងហ្នឹងដែរមកយើងដាក់50ដូចគ្នាមកហើយបន្ទាប់មកយើងដូរតែកន្លែងនេះទៅបាននេះយើងដូរអាហ្នឹងមកយើងយកទី2បាទហើយបន្ទាប់មកយើងចង់លេងពណ៌អីក៏បានដែរឥឡូវខ្ញុំដាក់ពណ៌ឲ្យខុសគ្នាណាដើម្បីយើងស្រួលចំណាំហើយបន្ទាប់មកយើងចុច save ទៀតមកបាទចុច save មកឥឡូវយើងបាន2ហើយយើងចុចទៅមើលឆាតរបស់យើងបាន2ហើយយើងធ្វើវាទៀតមកអញ្ចឹងគឺងាយស្រួលទេរបៀបនៃការដាក់ MA នេះហើយ MA នេះគឺយើងដាក់ដើម្បីជួយសម្រួលដល់ការវិភាគផ្សាររបស់យើងអញ្ចឹងណាបាទបើសិនជាអ្នកនរគ្នាអត់សូវច្បាស់ទៅលើ technical អត់សូវបកកែចាប់ទៅលើ resistance ចាប់ទៅលើ support អញ្ចឹងអ្នកនរគ្នាគ្រាន់តែចំណាំទៅលើ MA ហ្នឹងទៅអ្នកនរគ្នាអាចចូលផ្សារបានហើយព្រោះខ្សែ MA ហ្នឹងក៏ជាខ្សែមួយជួយសម្រួលយើងក្នុងការចាប់យកទីតាំងឬក៏ទិសដៅផ្សារថាវា up trend ឬក៏down trend អញ្ចឹងណាអញ្ចឹងវាជួយច្រើនដល់អ្នកនរគ្នាដែលអត់សូវមានពេលក្នុងការ trade ហើយក៏ជួយទៅដល់យើងអាចដាក់ដឹងថាកន្លែងណាយើងអាចដាក់ stop loss ហើយកន្លែងណាយើងអាច take profit អញ្ចឹងឥឡូវយើងបាន3ហើយយើងបូកទៀតមកយើងបូកទាំង4ហ្នឹងបូកទាំង4មកអ្នកនរគ្នាបាទព្រោះគេដាក់ឲ្យមក4អញ្ចឹងយើងត្រូវតែបូកទាំង4ដើម្បីយើងចំណាំអូខេអត់មានអីពិបាកទេគ្រាន់ចឹងហើយយើង save មកឥឡូវយើងមើលនេះយើងបានខ្សែ MA 4ណាបាទខ្សែ MA ទាំង4ហ្នឹងអញ្ចឹងអ្នកនរគ្នារបៀបចំណាំនោះគឺអត់ពិបាកទេបើសិនជាករណីផ្សារនៅខាងក្រោមខ្សែ MA ហ្នឹងមានន័យថាផ្សារហ្នឹងគឺវា down trend បាទផ្សារហ្នឹងគឺ down trend អញ្ចឹងណាអញ្ចឹងអ្វីដែលយើងគួរធ្វើគឺយើង sell ឲ្យតែឡើង sell ឡើង sell ឲ្យតែប៉ះខ្សែ MA ហ្នឹងមកគឺយើងដឹងថា sell ហ្មងអ្នកនរគ្នាឃើញទេឲ្យតែប៉ះខ្សែ MA មកគឺយើងដឹងថា sell ហ្មងអញ្ចឹងគឺអត់ពិបាកទេហើយ stop loss គឺយើងដាក់នៅលើខ្សែ MA ហ្នឹងមកអាហ្នឹងវាជួយសម្រួលមែនទែនសម្រាប់អ្នកដែល trade ឬក៏ដៃថ្មីណាជាពិសេសអ្នកដៃថ្មីបាទអ្នកដៃថ្មីដែលគាត់ទៅតែចាប់ផ្ដើមជាមួយនឹងវិស័យ forex ហ្នឹងគឺគាត់អត់សូវដឹងច្រើនអញ្ចឹងគាត់អាចមើលតែត្រឹមខ្សែ MA នេះទៅក៏អាចជាចំណេះដឹងមួយដែរទៅលើការវិភាគផ្សារណាបាទអញ្ចឹងបើសិនជាអ្នកដែលចាស់អ្នកដែលគាត់មានហើយមិនមើលវីដេអូនេះក៏បានដែរអាហ្នឹងអត់អីទេតែខ្ញុំធ្វើវីដេអូនេះឡើងគឺសម្រាប់តែអ្នកថ្មីអញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាឃើញទេបាទអានេះ time frame 1ម៉ោង time frame ធំណាអញ្ចឹងបើសិនជាយើងទម្លាក់ time frame តូចគឺខ្សែ MA ហ្នឹងគឺវារត់ដូចនឹងតាមនឹងដូចគ្នានេះអញ្ចឹងបើសិនជាអ្នកនរគ្នាឃើញទេបើសិនជានៅលើខ្សែ MA មានតែយើងបាយ
nè nơi lơ sai âm ấy dương bài hay stop loss nhưng đã khổm nâng mồ chẳng á nè cười nhé virus lơ sai âm ấy nâng chẳng dương ai chẳng nắm bán á nè nghe sưu tệ chụp cả đại sai âm ấy ní chẳng sân khâm thà vì nâng chia chùm nét đăng mấy muối sầm rạp nét đỏ khný ấy hay nét đỏ khný ai vô từ xa là bòn bán ai vô từ mơ bán chẳng á bà hay dương ai chẳng lẽ tham frame từ lần tham frame ấy mơ bán đôi cái nè nét đỏ khný trong về phía short term dương về phía thầm bà đọc nằm ti cho một khổ nâng múa hay và sân thì nét đỏ khný trong về phía long term nét đỏ khný mơ thầm mà màu lần lừa tới và chẳng cứ sai em ấy viên đừng rịch ruộng tam nằng mà rịch ruộng tam nằng chẳng á chẳng nghĩ xu lời nè đọc niềm mơ chẳng nhóm miên tập văn đăng tế sầm rạp video bởi nhóm chẳng bà sân thì nè đọc nè cho chất ai cho ca cho subscribe từ lời channel YouTube của nhóm môi tới làm bay từ tua ban chỉ muốn nâng chấm nè đăng thâm mây và tham tiết bị nhóm nâng từ lẹ chu nè đọc nè chẳng á về miền chấm nét đăng ấy mấy cái nhóm từ lẹ chú này bạn ởក្នុង channel នឹងតែម្ដងអញ្ចឹងបើសិនជាអ្នកនរគ្នា subscribe អ្នកនរគ្នានឹងទទួលបានជាមួយនឹងវីដេអូនឹងមុនគេតែម្ដងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនា